បាទសួស្តីបងប្អូនថ្ងៃនេះយើងមកធ្វើការបង្ហាញពីការដាំដើមកន្ទ្រូបបងប្អូននេះគឺដើមកន្ទ្រូបនៅក្រោយផ្ទះរបស់ខ្ញុំបាទហ្នឹងហើយមានដើមធំហើយបងប្អូនដាំយូរហើយដើម 4-5 ឆ្នាំហើយបងប្អូនហើយយើងកាត់មែកវារហូតកាត់ដើមវាបងអត់ធំហើយបើដើមគល់វាធំហើយប៉ុន្តែក៏ជើងអីហើយប៉ុន្តែយើងកាត់មែកវាចោលរហូតវាដុះមករហូតបាទអញ្ចឹងនិយាយពីដើមកន្ទ្រកនេះគឺងាយស្រួលដាំបងប្អូនបាទគ្រាន់តែយើងយកកូនវាដាក់ដាំស្រោចទឹកវាទៅមិនដាក់ជីមិនដាក់អីទេបើដីយើងមិនមែនជាដីថ្មដីគ្រួសយើងអាចដាំបានបងប្អូនគាត់ដោតចោលដាំចោលស្រោចទឹកប៉ុន្តែក្រោយផ្ទះខ្ញុំមិនដែលស្រោចអីផងបងប្អូនដាក់ដាំទៅគឺវារស់តែម្ដងបាទហើយធ្វើការបេះងាយស្រួលមិនហត់ទិញគេទេបងប្អូនយើងធ្វើការស្លហើយយើងស្លគឺងឹកស្លឹកងុំនេះច្រឡំស្លឹកកន្ទ្រោបងប្អូនស្លឹកកន្ទ្រោនេះគឺឈ្ងុយហើយយើងអាចយកវាទៅធ្វើសម្លកកូរសម្លបាទសម្លតែឆ្ងាញ់គេគឺកូរហ្នឹងហើយប្រហើអីដាក់ក៏បានដែរស្រាប់បងប្អូនចូលចិត្តវាជាអាហារមួយដែលល្អបាទបងប្អូនអញ្ចឹងបងប្អូនគួរតែដាំវាដាក់ដាំនៅក្រោយផ្ទះមកដើមអីចឹងទៅបងប្អូនដើមពីដើមទៅគឺអត់ហត់ថែទេហើយអត់រឹសដីដាំកលៀតរបងជាប់របងក៏បានហើយដល់ពេលធំយើងកាត់មែកវាចោលវាអត់តាណាទេបងប្អូនអត់បែកមែកបែកអីទឹះទេបាទអញ្ចឹងសូមអរគុណបងប្អូនអញ្ជើញទស្សនាវីដេអូបន្ត